ตับสายชีกำนึกอบานน้ำสายมันแม่นใจตับสายเสื้อมาจากน้ำสายสิทธิมูลฐานสาธารณชนช่วยบรรจัยมาเตะเติมดอสองกลุ่มจากการที่สกอลหนึ่งรัฐทวมนุนบอลมีสาบอลมีนิกลสำคัญครั้งนะสำคัญเปย์เป็นทับปะไตในข้างสุกลต่อสาธารณชนใจสายดอนเนตั้งลายเหมือนท่าขนมประเทศของสกอลกอบสายកម្មវិធីវិភាគប្រចាំសប្តាហ៍នាងខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាអ្នកទស្សនាកម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជាជាទីគោរពរាប់អានថ្ងៃនេះថ្ងៃសុក្រ500ខែពិសាខឆ្នាំម្សាញ់ស័កពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃទី16ខែឧសភា គ្រិស្តសករាជ2025កម្មវិធីវិភាគប្រចាំសប្តាហ៍បានវិលត្រឡប់មកជួបលោកស្រីនាងវិញហើយប្រធានបទយើងនៅថ្ងៃនេះគឺការយល់ដឹងអំពីស្ថានភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យដែលយើងមានវាគ្មិនចំនួន2រូបគឺលោកប៉ាក់ច័ន្ទរឿននាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាចាស់ជំរាបសួរលោកប៉ាក់ច័ន្ទរឿនជំរាបសួរបាទចា៎និងវាគ្មិនយើងមួយរូបទៀតគឺអ្នកនាងស្រីសុធាវីនាយិកាប្រតិបត្តិអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ចាជំរាបសួរចាលោកស្រីអ្នកនាងកញ្ញាក៏អាចចូលរួមជាមតិយោបល់ក៏ដូចជាសួរសំណួរមកកាន់កម្មវិធីយើងនៅថ្ងៃនេះផងដែរតាមរយៈលេខទូរស័ព្ទ060 016 098 20 កុដ20 កុដនិង17ឬក៏អាច comment នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏ដូចជាតាម YouTube របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលកំពុងធ្វើការផ្សាយផ្ទាល់នេះផងដែរនាងខ្ញុំក៏សូមបញ្ជាក់បន្ថែមទៀតដែលថារកការបញ្ចេញមតិយោបល់របស់លោកស្រីនាងកញ្ញានៅក្នុងកម្មវិធីយើងនេះសូមប្រើពាក្យពេចន៍ប្រកបដោយក្រមសីលធម៌និងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកដទៃកម្មវិធីវិភាគប្រចាំសប្តាហ៍គឺជាកម្មវិធីវិភាគអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមជាតិនិងអន្តរជាតិកម្មវិធីនេះមានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង11ដល់ម៉ោង12ថ្ងៃត្រង់តាមរយៈវិទ្យុរាជធានីភ្នំពេញ FM 103វិទ្យុ Sweet FM 93.25 ខេត្តកំពតទាំងមានផ្សាយផ្ទាល់ជាវីដេអូតាមរយៈទំព័រ Facebook ដែលមានអាសយដ្ឋាន Cambodian Center for Human Rights និង Channel YouTube CCHR Cambodia ប្រសិនបើលោកអ្នកនាងចង់ចូលរួមបញ្ចេញមតិយោបល់ឬលើកជាសំណួរលោកអ្នកនាងអាចសរសេរតាមរយៈប្រអប់ comment ដែលកំពុងផ្សាយផ្ទាល់នេះឬហៅមកកាន់លេខទូរស័ព្ទ016 060 098 20 កុដ20 កុដ17ចាសសូមជម្រាបសួរសារជាថ្មីម្ដងទៀតមកកាន់កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជាដែលកម្មវិធីយើងថ្ងៃនេះគឺជាកម្មវិធីវិភាគប្រចាំសប្តាហ៍ដែលយើងមានប្រធានបទនោះគឺការយល់ដឹងអំពីស្ថានភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យចា៎នេះខ្ញុំក៏សូមជម្រាបប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាទស្សនាកម្មវិធីយើងអំពីសប្តាហ៍នៃប្រធានបទរបស់យើងបន្តិចសិនមុននឹងការជជែកពិភាក្សាការស្វែងយល់អំពីស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់ខ្លួននិងក្រៅប្រទេសគឺជាកត្តាសំខាន់សម្រាប់កសាងលទ្ធិប្រជាធិបតេយ្យឲ្យមានភាពរឹងមាំតម្លាភាពនិងគណនេយ្យភាពប្រជាពលរដ្ឋគឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការជំរុញស្ថានភាពបញ្ហាក៏ដូចជាសង្គមឲ្យមានភាពល្អប្រសើរនិងរឹងមាំបានហើយដើម្បីធ្វើកិច្ចការទាំងនេះបានលុះត្រាតែប្រជាពលរដ្ឋចូលរួមតាមដានក៏ដូចជាយល់ដឹងអំពីសិទ្ធិនិងទំនួលខុសត្រូវរបស់ខ្លួនជាដើមចង់ដឹងថាតើប្រជាពលរដ្ឋអាចយល់ដឹងអំពីស្ថានភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យបានដោយរបៀបណាខ្លះវាគ្មិនដែលកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយយើងនេះលោកនឹងស្រាយចម្ងល់អំពីសំណួរដែលនាងខ្ញុំបានលើកឡើងនេះចាំមុននឹងឈានទៅដល់ការជជែកស៊ីជម្រៅអនុញ្ញាតឲ្យនាងខ្ញុំជម្រាបសួរទៅវាគ្មិនរបស់លើយើងបន្តិចសិនគឺលោកប៉ាក់ច័ន្ទរឿនចង់ដឹងថាតើអ្វីទៅជាប្រជាធិបតេយ្យចាស់អាចជានិយមន័យនៃការបើកកម្មវិធីយើងជាមុនសិនចា៎បាទអរគុណបងអូនហើយសូមជម្រាបសួរប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់និងទស្សនាកម្មវិធីផ្សាយនេះផងដែរបាទកណ្ណាគេនិយាយពីប្រជាធិបតេយ្យនិយាយភាសាសាមញ្ញថាប្រជាធិបតេយ្យសំដៅទៅលើរបបនយោបាយដែលឲ្យតម្លៃទៅលើប្រជាពលរដ្ឋជាធំឬក៏យើងនិយាយឲ្យយើងទលាយបន្តិចគឺប្រជាធិបតេយ្យសំដៅទៅលើប្រព័ន្ធគ្រប់គ្រងដែលរដ្ឋាភិបាលកាត់ឡើងពីការបោះឆ្នោតរបស់រាស្ត្រជារបស់ប្រជារាស្ត្រនិង
ធ្វើអ្វីដើម្បីប្រជា រាស្ត្រដែលជាម្ចាស់ឆ្នោតជាម្ចាស់អំណាចរបស់ខ្លួនកាលណាគេនិយាយពីប្រជាធិបតេយ្យគេកណិតឃើញអំពីប្រព័ន្ធនៃការសម្រេចចិត្តឬក៏ធ្វើអ្វីមួយដោយយកសម្លេងឬក៏មតិភាគច្រើនជាធំហើយប្រជាធិបតេយ្យក៏សម្ដៅទៅលើដំណើរការនៃការអភិវឌ្ឍឬក៏ការកសាងដំណើរប្រព្រឹត្តទៅរបស់សង្គមហ្នឹងគឺមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងការចូលរួមដោយផ្ទាល់និងការចូលរួមដោយប្រយោលផងដែរបាទចាអរគុណច្រើនលោកប៉ាចន្ទរឿនសម្រាប់លោកស្រីស្រីសុធីវីវិញមានអ្វីចង់បន្ថែមពាក់ព័ន្ធនឹងពាក្យប្រជាធិបតេយ្យឬក៏អាចសរុបមកលើសង្គមប្រជាធិបតេយ្យក៏បានដែរចាអាចចាអរគុណហើយជាបឋមសូមគោរពជំរាបសួរដល់សហវាគ្មិនក៏ដូចជាប្រិមិត្តអ្នកទស្សនាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីចាអញ្ចឹងខ្ញុំគិតថាมันជាពិបាកយល់ព្រោះភាគច្រើនប្រជាពលរដ្ឋទូទៅគាត់មានការយល់ដឹងច្រើនតទៅនឹងលទ្ធិប្រជាធិបតេយ្យហើយគ្រប់គ្នាចង់ឃើញនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួនក៏ដូចជានៅក្នុងសកលលោកទាំងមូលអញ្ចឹងប្រជាធិបតេយ្យមានន័យថាប្រជាពលរដ្ឋគាត់ចូលរួមនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងសង្គមដើម្បីឲ្យសង្គមមួយហ្នឹងអាចคล้ายជាសង្គមដែលប្រកបដោយប្រជាធិបតេយ្យគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងភាពសកម្មរបស់តួអង្គរដ្ឋនៅក្នុងការចូលរួមបម្រើដល់ប្រជាពលរដ្ឋនៅតាមមុខងារនិងទូនាទីដែលគាត់មានអញ្ចឹងប្រជាធិបតេយ្យមានគ្រប់គ្នាទាំងអស់ដែលនៅក្នុងរដ្ឋហ្នឹងគឺគាត់ចូលរួមយ៉ាងសកម្មដើម្បីអភិវឌ្ឍប្រទេសទាំងអស់គ្នាចាចាអរគុណច្រើនលោកស្រីសុធីវីបានក៏ដូចជាលោកប៉ាចន្ទរឿនបានជម្រាបជូនអំពីនិយមន័យពាក្យថាប្រជាធិបតេយ្យរួចហើយនាងខ្ញុំក៏ចង់បញ្ជាក់ទៅលោកស្រីសុធីវីបន្ថែមទៀតដែរថាតាមរយៈការមើលឃើញរបស់លោកស្រីតើដំណើរការនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងមានការវិវត្តបែបណាដែរចាជាក់ស្ដែងបើយើងមើលអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ2023យើងរាប់ពីការបោះឆ្នោតចុងក្រោយថ្នាក់ជាតិបោះឆ្នោតចុងក្រោយថ្នាក់ជាតិចប់នៅក្នុងឆ្នាំ2023ហ្នឹងយើងសង្កេតឃើញថាมันខុសប្លែកពីកន្លងមកទេដោយសារភាគច្រើនការគ្រប់គ្រងអំណាចហ្នឹងគឺតែនៅក្នុងគណៈបកការអំណាចតែមួយចាគ្រួសារតែមួយដែលគាត់គ្រប់គ្រងអំណាចហ្នឹងចាអញ្ចឹងដូចជាมันខុសអីប្រមាណទេហើយការគោរពសិទ្ធិមនុស្សការឲ្យតម្លៃឬក៏សិទ្ធិនៅក្នុងការធ្វើនយោបាយសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយពីអ្នកដែលគាត់មើលឃើញពីតថភាពសង្គមហ្នឹងក៏មានការរឹតបន្តឹងมันខុសពីប្រហែលឆ្នាំមុនដែរចាអញ្ចឹងខ្ញុំមើលឃើញថាការចូលរួមនៅក្នុងវិស័យនយោបាយដើម្បីឲ្យប្រទេសជាតិមានការឆ្លើយតបទៅនឹងលទ្ធិប្រជាធិបតេយ្យហ្នឹងឲ្យស្របទៅនឹងគោលការណ៍ឬក៏ច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងហ្នឹងយើងឃើញថានៅតែមានភាពតូចចង្អៀតហើយសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិនៅក្នុងការចូលរួមគ្រប់វិស័យហ្នឹងក៏ឃើញថានៅតែជាបញ្ហាប្រឈមច្រើននៅក្នុងសង្គមកម្ពុជារបស់ផងយើងចាអរគុណច្រើនលោកស្រីសុធីវីចោះឲ្យចំណាយលោកប៉ាចន្ទរឿនវិញមើលឃើញយ៉ាងណាដែរអំពីដំណើរនៃស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយ៉ាងនេះពេលបច្ចុប្បន្ននេះចាបាទកាលណាយើងនិយាយពីស្ថានភាពឬក៏ការវិវត្តនៃប្រជាធិបតេយ្យនៅកម្ពុជាដំបូងយើងតើងតែនាំគ្នាជួយរំលឹកថានៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងនេះរដ្ឋធម្មនុញ្ញឆ្នាំ93នេះបានចែងថានៅជាពិសេសគឺនៅក្នុងមាត្រាទី1និងមាត្រាទី51គឺបានចែងថាប្រទេសកម្ពុជាយើងកាន់របបប្រជាធិបតេយ្យសេរីពហុបកបើអញ្ចឹងពាក្យពីរដែលយើងតោងតែយកគិតទុកដាក់ហ្នឹងគឺពាក្យប្រជាធិបតេយ្យហើយសេរីទៀតនិងពហុបកឬក៏ពហុនិយមដែលពហុបកឬក៏ពហុនិយមនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងនេះគឺសំដៅទៅលើប្រព័ន្ធនយោបាយដែលមានគណៈបកលើសពីមួយជាពិសេសគឺយើងហៅថាពហុបកទៅបានណាវាទាល់តែ
នៅក្នុងស្ថាប័ននីតិបញ្ញត្តិរបស់យើងនឹងមានតំណាងរាស្ត្រឬក៏យើងហៅថាសភានឹងមកពីគណៈបកលើសពី1បាទពី2ឡើងទៅបាទបើយើងពិនិត្យមើលតាំងពីឆ្នាំ93មកដំណើរការប្រជាធិបតេយ្យយើងនឹងវាមានឡើងមានចុះប៉ុន្តែការធ្លាក់ចុះខ្លាំងគឺក្រោយឆ្នាំ2017នៅពេលដែលមានការរំលាយគណៈបកសង្គ្រោះជាតិដែលកាលនោះជាគណៈបកដែលធំជាគណៈបកប្រឆាំងដែលធំជាងគេគណៈបកប្រឆាំងនេះគឺសំដៅទៅលើគណៈបកដែលមានអាសនៈនៅក្នុងរដ្ឋសភាមានចំនួនកៅអីបន្ទាប់ពីគណៈបកកណ្ដាលអំណាចហើយយើងឃើញថាមានការបោះឆ្នោតដោយលោកស្រីសុធាវីបានលើកឡើងហើយជាការពិតគឺប្រជាពលរដ្ឋយើងច្រើនតែយល់ថាប្រជាធិបតេយ្យសំដៅទៅលើការបោះឆ្នោតឲ្យតែមានការបោះឆ្នោតទៀងទាត់ជាសង្គមប្រជាធិបតេយ្យហើយប៉ុន្តែធិបពិតគឺការបោះឆ្នោតគ្រាន់តែជាចំណែកមួយនៃប្រជាធិបតេយ្យឬក៏ធាតុមួយនៃប្រជាធិបតេយ្យប្រជាធិបតេយ្យមានធាតុច្រើនជាងការបោះឆ្នោតហើយអ្នកខ្លះហ្នឹងគាត់ថាប្រជាធិបតេយ្យគឺប្រជាពលរដ្ឋសម្រាប់ទៅលើពេលដែលប្រជាពលរដ្ឋមានសិទ្ធិទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនតែបោះឆ្នោតចប់ហើយតែប្រកាសណាបកគលអំណាចទៅឲ្យតំណាងរបស់ខ្លួនហើយតំណាងហ្នឹងជ្រើសរើសមេដឹកនាំបកការរដ្ឋាភិបាលហើយប្រជាពលរដ្ឋចប់អត់មានឱកាសអីទៅកវេកវោទៀមទីឲ្យមានការយកចិត្តទុកដាក់អីដោះស្រាយទេបាទការលើកឡើងបែបនេះជាការយល់ខុសបាទធាតុពិតគឺការបោះឆ្នោតគ្រាន់តែជាចំណែកតូចមួយនៃប្រជាធិបតេយ្យហើយដំណើរការប្រជាធិបតេយ្យគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋជាប្រចាំបាទរាប់តាំងពីការទៅជួបតំណាងរាស្ត្ររបស់ខ្លួនការផ្ដល់ព័ត៌មានអំពីភាពអសកម្មឬក៏បញ្ហានៅក្នុងសហគមន៍ការលើកឡើងពីកង្វល់ក៏ដូចជាការស្នើឲ្យមានការដោះស្រាយបញ្ហានិងការផ្ដល់ជាអនុសាសន៍ទៅដល់អាជ្ញាធរមូលដ្ឋានរាប់យ៉ាងតាំងពីឃុំភូមិឃុំសង្កាត់ស្រុកខេត្តក្រុងរហូតដល់រដ្ឋាភិបាលនៅថ្នាក់ជាតិផងដែរបាទចាអរគុណច្រើនលោកច័ន្ទរឿនដូចលោកស្រីសុធាវីបានជម្រាបមុនហ្នឹងថាក៏បានលើកឡើងថាបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងការអនុវត្តលទ្ធិប្រជាធិបតេយ្យហ្នឹងគឺมันមានអ្វីប្រែប្រួលទេហើយដូចលោកច័ន្ទរឿនបានជម្រាបជូនដែរថាពីមុនឆ្នាំ2017ហ្នឹងគឺមានការប្រែប្រួលខ្លះចឹងទៅអញ្ចឹងចង់ជម្រាបសួរទៅលោកស្រីសុធាវីថាក្នុងបរិបទដែលថាប្រទេសកម្ពុជាយើងហ្នឹងគឺមានដោយលោកស្រីបានលើកឡើងមានការរដ្ឋបិទក៏ដូចជាលំហសេរីភាពមួយចំនួនហ្នឹងគឺវាបានតូចចង្អៀតទៅតាមនឹងទៅអញ្ចឹងចង់ជម្រាបទៅលោកស្រីថាប្រសិនបើលទ្ធិប្រជាធិបតេយ្យយើងវាមានការរួមតូចមិនមានការក៏ដូចជាសិទ្ធិសេរីភាពមួយចំនួនហ្នឹងត្រូវបានរដ្ឋបិទអញ្ចឹងតើសង្គមមួយឬក៏សង្គមកម្ពុជាហ្នឹងវាអាចមានជាផលប៉ះពាល់អ្វីខ្លះដែរចាអរគុណច្រើនចឹងជាទូទៅនៅពេលដែលយើងនិយាយអំពីសេរីភាពគ្រប់គ្នាគឺចង់បានហើយកន្លងមកនៅក្នុងជំនាន់ប៉ុលពតយើងឃើញថាសិទ្ធិសេរីភាពការដើរហើរការចូលរួមការបញ្ចេញមតិហ្នឹងគឺអត់មានទេប៉ុន្តែបន្ទាប់ពីជំនាន់ប៉ុលពតមកយើងឃើញថាមានភាពប្រសើរឡើងអញ្ចឹងបើសិនយើងនិយាយអំពីសន្តិភាពហ្នឹងវាជាផ្នែកមួយដែលយើងរាប់ថាជាសន្តិភាពបែបអវត្តមាននៃសង្គ្រាមប៉ុន្តែនៅក្នុងហ្នឹងវាមិនផ្ដោតទៅលើអវត្តមាននៃសង្គ្រាមទេប៉ុន្តែយើងមើលទៅលើសុខុមាលភាពសុខសុវត្ថិភាពសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិយើងមើលទៅលើសិទ្ធិនៅក្នុងការរស់រានមានជីវិតប្រកបរបរទទួលទានឬក៏ធ្វើការងារដទៃផ្សេងទៀតអញ្ចឹងសិទ្ធិនៅក្នុងការចូលរួមចឹងវាមានច្រើនមែនតើដែលយើងត្រូវពិនិត្យតាមដានមើលទៅលើហើយអាធិធទាំងអស់ហ្នឹងហើយកាលណាវាមានធិធទាំងអស់ហ្នឹងនៅក្នុងការចូលរួមអញ្ចឹងវានាំឲ្យបង្ហាញថាប្រទេសមួយហ្នឹងបានអនុវត្តនៅក្នុងលទ្ធិប្រជាធិបតេយ្យហ្នឹងពេញលេញអញ្ចឹងនៅពេលដែលប្រទេសមួយ
អត់មានលទ្ធិប្រជាធិបតេយ្យវាបង្កឲ្យមានការលំបាកច្រើនជាពិសេសទៅដល់ប្រជាពលរដ្ឋដែលគាត់ងាយរងគ្រោះចាទៅដល់យុវជនដែលគាត់មានការបាក់ទឹកចិត្តឬក៏ធ្វើការចំណាក់ស្រុកឬក៏មានបញ្ហាផ្សេងនៅក្នុងសង្គមយើងនឹងដែលធ្វើឲ្យភាពស្ងប់សុខឬក៏សេចក្តីយើងហៅថាសន្តិសុខណាទាំងផ្លូវកាយផ្លូវចិត្តហ្នឹងវាអត់មានទេពីព្រោះឥឡូវហ្នឹងនៅពេលដែលនិយាយយន្តការថ្មីរបស់ស្ត្រីសន្តិសុខនិងសន្តិភាពហ្នឹងខ្ញុំនឹកឃើញដល់លទ្ធិប្រជាធិបតេយ្យដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញតើតែយើងមានសន្តិសុខមានសុខសុវត្ថិភាពប៉ុន្តែបច្ចុប្បន្នយើងឃើញថាប្រជាពលរដ្ឋគាត់រស់នៅភាគច្រើនអ្នកដែលគាត់ជាពិសេសដូចជាជនជាតិដើមអ្នកដែលគាត់នៅតាមតំបន់ព្រៃភ្នំមួយចំនួនភាគច្រើនហ្នឹងគាត់ទទួលរងនឹងការរំលោភបំពានទៅលើដីធ្លីចាការបាត់បង់នៅធនធានធម្មជាតិដើម្បីឲ្យគាត់អាចរកចំណូលបានពីប្រភពធនធានទាំងអស់នោះហើយតកតងទៅនឹងយុវជនតកតងទៅនឹងការងារទៀតសោតក៏យើងឃើញថាមានហានិភ័យច្រើនសម្រាប់ការបាត់បង់ការងាររបស់យុវជនក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀតហើយស្ថានភាពបច្ចុប្បន្នហ្នឹងក៏យើងឃើញថាបច្ចេកវិទ្យាទំនើបធ្វើឲ្យប្រព័ន្ធទន្ទឹមគ្នានឹងប្រទេសជាតិដែលយើងមើលឃើញថាដើរទៅមានភាពជឿនលឿនប៉ុន្តែប្រជាពលរដ្ឋជាក់ស្ដែងគាត់ទទួលរងនៅបំណុលឬក៏យើងហៅម្យ៉ាងទៀតបំណុលបច្ចេកវិទ្យាឬក៏កម្ចីអនឡាញហ្នឹងគឺមានច្រើនមែនតើនៅតាមសហគមន៍ដែលគាត់ចាញ់បោកតកតងទៅនឹងការខ្ចីតាមអនឡាញហ្នឹងហើយអត់មានការអន្តរាគមន៍ណាមួយដែលជាក់លាក់ឬក៏ត្រឹមត្រូវទេអញ្ចឹងវាអត់ឆ្លុះបញ្ចាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្នឹងទេនៅពេលដែលភាពអយុត្តិធម៌ការរដ្ឋបិទនៅក្នុងការបញ្ចេញមតិការលើកឡើងពីភាពអសកម្មនៅក្នុងសង្គមហ្នឹងអត់ត្រូវបានលើកទឹកចិត្តនៅក្នុងការលើកឡើងដើម្បីឲ្យមើលឃើញពីបញ្ហាហើយមានដំណោះស្រាយដែលជាវិជ្ជមានទៅលើបញ្ហាជាក់លាក់នីមួយៗដែលកើតឡើងនៅក្នុងសង្គមហ្នឹងអញ្ចឹងបញ្ហាទាំងអស់ហ្នឹងដែលកើតឡើងវាឆ្លុះបញ្ចាំងពីប្រទេសមួយដែលខ្វះនៅលទ្ធិប្រជាធិបតេយ្យហើយមានរងនៅអំពើអយុត្តិធម៌ហ្នឹងច្រើនហើយក៏យើងឃើញមើលតាមបណ្ដាញសង្គមបច្ចុប្បន្នតាក់ទងទៅនឹងរឿងគ្រោះថ្នាក់ចរាចរណ៍អសុវត្ថិភាពអីហ្នឹងគឺមានច្រើនមែនតើហើយយើងឃើញថាមន្ត្រីរដ្ឋាភិបាលមានការដោះស្រាយប៉ុន្តែការដោះស្រាយនោះដូចជាអត់ទៅមុខដូចអត់មានអីជាភាពប្រសើរឡើងនៅឡើយទេចាបើយើងនិយាយពីការស្លាប់អត្រានៃការស្លាប់ដោយគ្រោះថ្នាក់ដោយអសុវត្ថិភាពនៅក្នុងតាមដងផ្លូវហ្នឹងច្រើនជាងកូវីដទៀតណាបើសិនយើងមើលពីឬក៏អេដទៀតបើយើងមើលអំពីហានិភ័យនៅតាមដងផ្លូវអញ្ចឹងអានេះយើងគ្រាន់តែនិយាយគ្រោះថ្នាក់ចរាចរណ៍មួយប៉ុន្តែបើយើងនិយាយតទៅនឹងសុវត្ថិភាពរបស់ស្ត្រីក្មេងស្រីជនពិការឬក៏សុវត្ថិភាពដទៃផ្សេងទៀតរបស់អ្នកចំណាក់ស្រុកឬក៏អ្នកធ្វើការទៅដល់ឆ្លងខេត្តឬក៏ឆ្លងប្រទេសទៅទៀតអញ្ចឹងអ្នកចំណាក់ស្រុកទាំងអស់ហ្នឹងគាត់មានហានិភ័យហ្នឹងច្រើនមែនតើហើយដោយសារថ្មីនេះយើងឃើញមានគ្រោះមហន្តរាយជួយដីអីហ្នឹងក៏យើងឃើញមានបញ្ហាច្រើនសម្រាប់ហានិភ័យដល់អ្នកចំណាក់ស្រុកអញ្ចឹងលទ្ធិប្រជាធិបតេយ្យនេះវាទលំទលាយមែនតើយើងមើលទៅលើបញ្ហានៅក្នុងសង្គមរបស់ផងយើងហើយទាមទារឲ្យមានការចូលរួមការដោះស្រាយនិងការទទួលខុសត្រូវពីថ្នាក់រដ្ឋទៅដល់មានការទទួលខុសត្រូវខ្ពស់ទៅដល់ប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងប្រទេសហ្នឹងយើងមើលទៅយើងអាចឆ្លុះបញ្ចាំងថាមានសញ្ញាអីខ្លះដែលបង្ហាញថាប្រទេសហ្នឹងជាលទ្ធិប្រជាធិបតេយ្យហើយវាមានការខ្វះខាតនៅចំណុចអីខ្លះដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនោះវាអត់បានពេញលេញហើយដែលធ្វើឲ្យវាខ្វះខាតអញ្ចឹងខ្ញុំគិតថាប្រជាពលរដ្ឋគាត់អាចមើលឃើញបានទលំទលាយដោយសារគាត់ជួបប្រទះផ្ទាល់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់អញ្ចឹងទេគួរតែមានការលើកទឹកចិត្តទលំទលាយនៅក្នុងការ
លើកឡើងអំពីបញ្ហាទាំងអស់ហ្នឹងមិនមែនមានន័យថាយើងលើកឡើងពីបញ្ហាយើងបន្តផ្អាប់ប្រទេសជាតិយើងហ្នឹងឲ្យអាប់អោនកិត្តិយសមុខមាត់អីទេប៉ុន្តែខ្ញុំគិតថាវាគួរតែមានការលើកឡើងដើម្បីឲ្យមានការកែលម្អចាព្រោះបើសិនយើងស្ងាត់អត់មាត់អត់កវាធ្វើឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹងកាន់តែដុនដាបកាន់តែខ្លាំងចាអរគុណច្រើនលោកស្រីសុធាវីឃើញថាលោកស្រីបានលើកឡើងច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់ជាមួយនឹងការមិនគោរពលទ្ធិប្រជាធិបតេយ្យឬក៏ការគោរពមិនបានពេញលេញអាចមានផលប៉ះពាល់ទៅដល់ជនរងគ្រោះក៏ដូចជាទៅដល់យុវជនក៏ដូចជាសកម្មជនដីធ្លីឬក៏ធនធានធម្មជាតិជាដើមអញ្ចឹងចង់ដឹងពីការយកឃើញរបស់លោកប៉ាច័ន្ទរឿនវិញម្ដងចង់ដឹងថាតើការមិនគោរពលទ្ធិប្រជាធិបតេយ្យនេះមានផលប៉ះពាល់បែបណាខ្លះដែរតាមការយល់ឃើញរបស់លោកចា៎បាទតាមពិតមានការសិក្សាស្រាវជ្រាវជាច្រើនគេរកឃើញស្តៀងគ្នាបន្ថែមពីអ្វីដែលសុធាវីបានលើកឡើងគឺថាប្រទេសដែលមានការអភិវឌ្ឍខ្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសដែលមានប្រជាពលរដ្ឋមានសុភមង្គលខ្ពស់ប្រទេសដែលមានអត្រាអំពើពុករលួយទាបភាពសុខដុមរមនាជាពិសេសនិយាយអស់ទៅដូចខ្មែរយើងច្រើននិយាយដែរយើងចង់ធ្វើឲ្យប្រទេសកម្ពុជាយើងខ្លាយទៅជាប្រទេសស្វីសនៅអាស៊ីអាគ្នេយ៍ឬក៏អ្នកខ្លះក៏ថាចង់ឲ្យខ្លាយទៅជាសិង្ហបុរីទី2ប៉ុន្តែយើងដើម្បីឲ្យប្រទេសយើងនឹងខ្លាយទៅជាស្វីសឬក៏សិង្ហបុរីទី2ហ្នឹងតើតែយើងដឹងថាតើសង្គមគេហ្នឹងគេមានស្អីជាគ្រឹះគេមានស្អីជាឆ្អឹងខ្នងគេមានស្អីជាយន្តការដើម្បីធ្វើឲ្យប្រទេសគេនឹងវិវត្តពីឧទាហរណ៍សិង្ហបុរីឬក៏សិង្ហបុរីនឹងវិវត្តពីកំពង់ផែក្រីក្រមួយកាលពី50ឆ្នាំជាងមុនមកខ្លាយទៅជាប្រទេសអ្នកមានបំផុតមួយនៅក្នុងពិភពលោកនៅពេលបច្ចុប្បន្នចម្លើយគឺគេមានដោយប្រទេសសិង្ហបុរីគឺគេចាប់ផ្ដើមពីការវិនិយោគទៅលើធនធានមនុស្សសំបីតែបង្រៀនប្រជាពលរដ្ឋឲ្យចេះញញឹមដាក់គ្នានោះក៏គេបង្រៀនដែរបាននៅសិង្ហបុរីណាតាមប្រវត្តិការអប់រំនៅស្រុកគេហើយទី2គឺគេពង្រឹងយន្តការរដ្ឋតាមរយៈប្រព័ន្ធប្រជាធិបតេយ្យនិងសេដ្ឋកិច្ចទីផ្សារសេរីអ្នកខ្លះថាសិង្ហបុរីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីចាស់លីខ្វាំងយូគឺជាប្រទេសផ្ដាច់ការប៉ុន្តែបើសិនជាយើងមើលសន្ទុះនៃប្រជាធិបតេយ្យប្រចាំឆ្នាំមើលសន្ទុះអភិបាលកិច្ចប្រចាំឆ្នាំសន្ទុះនៃអង្គើពុករលួយប្រចាំឆ្នាំប្រទេសសិង្ហបុរីស្ថិតនៅក្នុងប្រទេសទាំង10ដែលមានសន្ទុះទាំងអស់នឹងល្អនៅក្នុងពិភពលោកអ្នកដែលយល់ថាសិង្ហបុរីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលីខ្វាំងយូជាប្រទេសផ្ដាច់ការហ្នឹងប្រហែលជាចង់សម្ដៅអំពីការអភិវឌ្ឍការអនុវត្តច្បាប់នៅប្រទេសហ្នឹងមានលក្ខណៈតឹងតែងគឺมันមានការយោគយល់អំពើពុករលួយហ្នឹងគឺគេប្រឆាំងដាច់ខាតសម្បីតែមន្ត្រីរដ្ឋាភិបាលណាដែលគេរកឃើញពាក់ព័ន្ធនឹងអំពើពុករលួយហ្នឹងគឺគេមិនបិទភ្នែកបិទច្រមុះឲ្យអ្នកនឹងនៅបន្តធ្វើឬក៏គាត់ណាផ្លាស់ប្ដូរតំណែងពីកន្លែងមួយទៅកន្លែងមួយទេបាទអញ្ចឹងត្រឡប់មកស្រុកខ្មែរយើងវិញគឺខ្ញុំមើលឃើញថាសង្គមយើងមានសន្តិភាពជាពិសេសគឺយ៉ាងហោចណាស់ក៏យើងអត់មានសង្គ្រាមតាំងពីក្រោយ93មកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែយើងដើរតាមគន្លងមាគ៌ាប្រជាធិបតេយ្យសេរីដោយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងហើយប្រសិនបើយើងដើរខុសបន្ទាត់នេះខ្ញុំជឿថាប្រហែលជាអាចនាំឲ្យសង្គមយើងនឹងប្រឈមមុខទៅនឹងសង្គ្រាមរ៉ាំរ៉ៃក្នុងស្រុកហើយវិនាសកម្មនឹងអាចធំធេងជាងកាលដែលយើងមានសង្គ្រាមមុនពេលយើងមានសន្តិភាពក្រោយកិច្ចព្រមព្រៀងសន្តិភាព23តុលា1991ទៅទៀតបាទពីព្រោះនៅពេលបច្ចុប្បន្ននេះបើយើងនិយាយពីលក្ខណៈបរិស្ថានលក្ខណៈវិទ្យាសាស្ត្រគឺបើសិនជាមានទំនាស់ផ្ទៃក្នុងឬក៏សង្គ្រាមស៊ីវិលកម្ពុជាយើងអាចវេទនាជាងសម័យប៉ុលពតទៅទៀតបាទ
ចាអរគុណច្រើនលោកប៉ាច័ន្ទរឿនក៏ដូចជាលោកស្រីស្រីសុធាវីដែលបានរៀបរាប់យ៉ាងក្បោះក្បាយពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់នៃលទ្ធិប្រជាធិបតេយ្យនេះអញ្ចឹងយើងនឹងធ្វើការជជែកបន្ថែមទៀតលើប្រធានបទយើងនៅវគ្គបន្ទាប់នេះចាសូមអរគុណកម្មវិធីវិភាគប្រចាំសប្តាហ៍គឺជាកម្មវិធីវិភាគអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមជាតិនិងអន្តរជាតិកម្មវិធីនេះមានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង11ដល់ម៉ោង12ថ្ងៃត្រង់តាមរយៈវិទ្យុរាជធានីភ្នំពេញ FM 103វិទ្យុ Sweet FM 93.25 ខេត្តកំពតទាំងមានផ្សាយផ្ទាល់ជាវីដេអូតាមរយៈទំព័រ Facebook ដែលមានអាសយដ្ឋាន Cambodian Center for Human Rights និង Channel YouTube CCHR Cambodia ប្រសិនបើលោកអ្នកនាងចង់ចូលរួមបញ្ចេញមតិយោបល់ឬលើកជាសំណួរលោកអ្នកនាងអាចសរសេរតាមរយៈប្រអប់ comment ដែលកំពុងផ្សាយផ្ទាល់នេះឬហៅមកកាន់លេខទូរស័ព្ទ016 060 098 20 17ចាសសូមជម្រាបសួរមកកាន់កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជាដែលកម្មវិធីរបស់យើងថ្ងៃនេះគឺកម្មវិធីវិភាគប្រចាំសប្តាហ៍ដែលយើងមានប្រធានបទការយល់ដឹងអំពីស្ថានភាពនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យដែលយើងមានវាគ្មិនចំនួន2រូបដោយវគ្គទី1បានជជែកពិភាក្សាគ្នាបានខ្លះហើយគឺទី1នោះគឺលោកប៉ាច័ន្ទរឿននាយកប្រតិបត្តិនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជានិងមួយរូបទៀតគឺអ្នកស្រីស្រីសុធាវីនាយកប្រតិបត្តិអង្គការក្រមការងារដើម្បីដោះស្រាយទំនាស់ផងដែរសម្រាប់វគ្គនេះដែរប្រិមិត្តដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់របស់យើងក៏អាចចូលរួមសួរជាសំណួរក៏ដូចជាបញ្ចេញមតិយោបល់មកកាន់កម្មវិធីយើងបានផងដែរដែលយើងមានលេខទូរស័ព្ទចំនួន3ខ្សែគឺ060 016 098 20 និង17ឬក៏អាច comment នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានផងដែរចា៎ដោយសារតែនាងខ្ញុំឃើញមានប្រិមិត្តរបស់យើងគាត់បានទស្សនាការផ្សាយផ្ទាល់របស់លើកម្មវិធីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគាត់បានលើកជាសំណួរថាតើគោលការណ៍របស់លទ្ធិប្រជាធិបតេយ្យនឹងមានខ្លឹមសារដូចម្តេចដែរអញ្ចឹងនឹងខ្ញុំសូមជូនសំណួរនេះទៅអ្នកស្រីស្រីសុធាវីផងដែរចា៎ចាអរគុណច្រើនជាទូទៅគោលការណ៍ប្រជាធិបតេយ្យមានចែងច្រើននៅក្នុងរដ្ឋធម្មនុញ្ញចារបស់ប្រជាណាចក្រកម្ពុជាប៉ុន្តែខ្ញុំសូមលើកតែប្រមាណចំណុចដែលសំខាន់ទី1តកតងទៅនឹងការចូលរួមការបោះឆ្នោតប្រកបដោយសេរីនិងពហុបកហ្នឹងគឺជាផ្នែកមួយនៅក្នុងការដែលយើងចូលរួមឲ្យមានលទ្ធិជាតិបតៃនៅក្នុងប្រទេសជាតិនីមួយៗហ្នឹងចាមួយទៀតហ្នឹងគឺតកតងទៅនឹងសេរីភាពនៅក្នុងការបញ្ចេញមតិអញ្ចឹងវាជារឿងសំខាន់ដែលការបញ្ចេញមតិឬក៏ការទទួលបានព័ត៌មានហ្នឹងវាជាផ្នែកមួយនៅក្នុងការឲ្យប្រជាពលរដ្ឋនឹងអាចមើលឃើញទ្រឹមទ្រាយនៅក្នុងតថភាពនៅក្នុងសង្គមហ្នឹងអញ្ចឹងសេរីភាពនៅក្នុងការបញ្ចេញមតិហ្នឹងគឺតាមរយៈអីគេតាមរយៈបណ្ដាញសង្គមឬក៏សារព័ត៌មានឯករាជ្យនៅក្នុងប្រទេសជាតិមួយហ្នឹងដើម្បីឲ្យគាត់អាចប្រមូលព័ត៌មាននិងផ្សព្វផ្សាយទៅប្រកបដោយតម្លាភាពឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមមួយហ្នឹងអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋអាចយល់ដឹងអំពីស្ថានភាពហើយគាត់អាចធ្វើការត្រិះរិះពិចារណានិងធ្វើការវិនិច្ឆ័យបានត្រឹមត្រូវល្អទៅតាមព័ត៌មានពិតជាក់ស្ដែងពីសង្គមហ្នឹងចាមួយទៀតហ្នឹងតកតងទៅនឹងការលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅនៅក្នុងការចូលរួមនៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិហ្នឹងចាអញ្ចឹងហើយបានជានៅក្នុងធាតុទាំង8របស់អភិបាលកិច្ចល្អគឺការចូលរួមគឺជាចំណុចមួយដែលសំខាន់ដែលទាមទារឲ្យមានការចូលរួមហើយក្នុងហ្នឹងមិនមែនចូលរួមតែរដ្ឋាភិបាលទេប៉ុន្តែគឺប្រជាពលរដ្ឋនឹងឯងចាប្រជាពលរដ្ឋដែលគាត់នៅក្នុងសង្គមហ្នឹងគាត់ត្រូវតែមានភាពសកម្មនៅក្នុងការចូលរួមហើយប្រជាពលរដ្ឋហើយតួអង្គមួយទៀតគឺរដ្ឋអ្នកដែលគាត់មានមុខងារតួនាទីនៅក្នុងវិស័យផ្សេងវិស័យនានានៅក្នុងរដ្ឋាភិបាលហ្នឹងគឺគាត់ត្រូវតែចូលរួមនៅក្នុងការទទួលយកហើយធ្វើការឆ្លើយតបផ្ដល់សេវានានាជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព
មួយទៀតនោះឯករាជ្យភាពនៅក្នុងប្រព័ន្ធតុលាការឬក៏ផ្លូវច្បាប់អញ្ចឹងយើងឃើញថានៅក្នុងរដ្ឋធម្មនុញ្ញក៏មានបានចែងតទៅនឹងភាពឯករាជ្យភាពរបស់ប្រព័ន្ធច្បាប់មានភាពឯករាជ្យនៅក្នុងការធ្វើការកាត់ក្តីជំនុំជម្រះប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពជូនដល់គ្រប់មនុស្សទាំងអស់ដោយមិនប្រកាន់ឋានៈឬក៏មុខងារទុននទីឬក៏ជាតិសាសន៍ណាទេចាអញ្ចឹងនៅក្នុងការអនុវត្តទៅតាមគោលការណ៍ច្បាប់នានារបស់ប្រទេសដែលបានចែងព្រមព្រៀងចែងហ្នឹងប្រព័ន្ធតុលាការគឺមានតួនាទីសំខាន់នៅក្នុងការធ្វើការឆ្លើយតបផ្ដល់ភាពយុត្តិធម៌ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋអញ្ចឹងកាលណាប្រព័ន្ធតុលាការមានភាពត្រឹមត្រូវធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគាត់រស់នៅមានភាពជឿជាក់ហើយមានការទុកចិត្តនៅក្នុងសង្គមហ្នឹងអញ្ចឹងធាតុទាំងប្រមាណនេះគឺជាធាតុសំខាន់នៅក្នុងការដែលយើងគួរពិនិត្យមើលហើយពង្រឹងនិងចូលរួមអភិវឌ្ឍបន្ថែមទៀតហើយកែលម្អនៅអ្វីដែលជាការខ្វះខាតចាពីព្រោះយើងតែងតែទទួលបាននៅមតិច្រើនពីសង្គមពីសហគមន៍មកតកតងទៅនឹងជាពិសេសប្រព័ន្ធតុលាការក្តីឬក៏រចនាសម្ព័ន្ធនៅក្នុងរដ្ឋបាលក្តីយើងឃើញថាមានបញ្ហាច្រើនអសកម្មច្រើននៅក្នុងហ្នឹងហើយភាពមិនត្រឹមត្រូវហ្នឹងក៏មានខ្ពស់នៅក្នុងការផ្ដល់ភាពយុត្តិធម៌ជូនដល់ជនដែលគាត់ងាយរងគ្រោះហ្នឹងអញ្ចឹងជាទូទៅប្រព័ន្ធតុលាការខ្វះការយកចិត្តទុកដាក់ជូនដល់ជនដែលគាត់រងគ្រោះពិតប្រាកដហើយដំណើរការហ្នឹងក៏មានការយឺតយ៉ាវហ្នឹងច្រើនដែលធ្វើឲ្យគាត់មានការអស់ជំនឿទុកចិត្តទៅលើលទ្ធិប្រជាធិបតេយ្យដែលមាននៅក្នុងការចែងចា៎អញ្ចឹងជាទូទៅគោលការណ៍ច្បាប់ហ្នឹងគឺសំខាន់នៅក្នុងប្រទេសជាតិចា៎បន្ទាប់ពីច្បាប់ដែលមានហើយគឺអ្នកដែលអនុវត្តហ្នឹងក៏ត្រូវតែចូលរួមនៅក្នុងការអនុវត្តវាដោយសុចរិតភាពនិងសុក្រិតភាពផងដែរចាចាអរគុណច្រើនលោកស្រីសុធីវីដែលបានឆ្លើយតបចំពោះសំណួរដែលប្រិមិត្តដែលគាត់បានចោទសួរនេះផងដែរចាដូចយើងបានជជែកគ្នានៅវគ្គមុនច្រើនពាក់ព័ន្ធពីការផលប៉ះពាល់នៃការមិនគោរពលទ្ធិប្រជាធិបតេយ្យអញ្ចឹងនេះខ្ញុំសូមជូនសំណួរទៅលោកប៉ាច័ន្ទរឿនម្ដងចង់ដឹងថាតើបន្ទាប់ពីយើងឃើញពីផលប៉ះពាល់ពី3ចំណុចដូចដែលបានរៀបរាប់នៅវគ្គមុនហើយចង់ដឹងទស្សនៈលោកប៉ាច័ន្ទរឿនផ្ទាល់តែម្ដងតើយើងគួរតែមានការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់នោះបែបណាដែរចាឬក៏យើងគួរតែធ្វើដូចម្ដេចដើម្បីកែលម្អក៏ដូចជាពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានកាន់តែល្អប្រសើរជាងមុនចាបាទជាការពិតគឺប្រជាធិបតេយ្យវាមានឡើងវាមានចុះបាទដោយជីវិតខ្សែជីវិតរបស់មនុស្សយើងអញ្ចឹងហើយវាអត់មានអីឥតខ្ចោះទេបាទប៉ុន្តែវាក៏អាស្រ័យទៅលើប្រជាធិបតេយ្យដំណើរការប្រជាធិបតេយ្យល្អវាអាស្រ័យទៅលើការយកចិត្តទុកដាក់និងការចូលរួមរបស់ប្រជាពលរដ្ឋដូច្នេះហើយបានជានៅក្នុងដំណើរការប្រជាធិបតេយ្យហ្នឹងគេមានតម្រូវឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយទៀងទាត់ទៀតពីព្រោះការបោះឆ្នោតនេះវាគឺជាឱកាសមួយដែលប្រជាពលរដ្ឋនឹងត្រូវតែសម្រេចចិត្តឡើងវិញថាតើបន្តបោះឆ្នោតជ្រើសរើសបុគ្គលដែលខ្លួនគិតថាជាតំណាងរបស់ខ្លួនតទៅទៀតឬក៏បោះរឿងអ្នកផ្សេងហើយក្នុងកំឡុងពេលពីការបោះឆ្នោតមួយទៅដល់ការបោះឆ្នោតមួយទៀតក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋនឹងតាមដាននិងវាយតម្លៃអំពីការងារក៏ដូចជាប្រសិទ្ធភាពនៃការបំពេញការងាររបស់តំណាងរបស់ខ្លួនក៏ដូចជារដ្ឋាភិបាលដូច្នេះហើយបានជាយើងឃើញថានៅស្រុកដែលមានប្រជាធិបតេយ្យសេរីជឿនលឿនហ្នឹងគឺតំណាងរាស្ត្ររបស់គេហ្នឹងគឺសឹងតែរកពេលនិយាយភាសាសាមញ្ញតែរកពេលដេកគ្មានទេបាទគេត្រូវបែងចែកពេលវេលាធ្វើការនៅក្នុងការិយាល័យប្រហែលថ្ងៃទៅចុះទៅតាមមណ្ឌលរបស់ខ្លួនដើម្បីទៅសួរសុខទុក្ខប្រជាពលរដ្ឋអំពីការលំបាកភាពងាយស្រួលបញ្ហាប្រឈមការយល់ឃើញតម្រូវការរបស់ពួកគាត់អានេះបើតាមបទពិសោធន៍ដែលខ្ញុំបានទៅរៀននឹងទៅរស់នៅប្រទេសដែលកាន់របបប្រជាធិបតេយ្យសេរីជឿនលឿនណាបាទវាខុសពីនៅស្រុកយើងដែល
នៅមណ្ឌលខ្លះហ្នឹងតំណាងរាស្ត្ររបស់ខ្លួនហ្នឹងមិនដែលទៅអើតប្រជាពលរដ្ឋរបស់ខ្លួនទេបើមិនជឿសាកចេញទៅសួរនៅតាមខេត្តមួយចំនួនតើប្រជាពលរដ្ឋស្គាល់មុខតំណាងរាស្ត្ររបស់ខ្លួនអត់បាទទី2ដំណោះស្រាយវិធីដើម្បីលើកកម្ពស់ការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងគឺប្រជាពលរដ្ឋខ្លួនឯងប្រជាពលរដ្ឋហ្នឹងត្រូវតែសកម្មជាប្រចាំប្រជាពលរដ្ឋហ្នឹងក៏ត្រូវតែសកម្មនៅក្នុងរាប់តាំងពីការបញ្ចេញមតិរហូតដល់ការធ្វើសកម្មភាពមិនគ្រាន់តែរអ៊ូរទាំឬក៏និយាយភាសាសម័យនៅសម័យ digital នេះមិនគ្រាន់តែ drama តាម Facebook ឬក៏តាម TikTok ទេបាទត្រូវតែមានរបៀបធ្វើការដោយផ្ទាល់ផងដែរបាទទៅជួបជាមួយនឹងតំណាងរបស់ខ្លួនខ្ញុំបានដឹងថានៅតាមខេត្តខ្លះមានមណ្ឌលតំណាងរាស្ត្របាទកន្លែងដែលតំណាងរាស្ត្រហ្នឹងគាត់អាចឲ្យរាស្ត្រនេះទៅជួបបានចា៎ប៉ុន្តែកន្លែងខ្លះហ្នឹងគឺកន្លែងគេហៅថាមណ្ឌលតំណាងរាស្ត្រហ្នឹងគឺស្មៅដុសចិត្តអត់មានបានទៅថែទាំឬក៏យកចិត្តទុកដាក់ឬក៏ខ្លាយទៅជាកន្លែងដែលអាចរាស្ត្រនឹងតំណាងនឹងជួបគ្នាទេបាទក្រៅពីតំណាងរាស្ត្រគឺប្រជាពលរដ្ឋនឹងគួរតែទៅជួបអាសាទៅជួបសមាជិកភូមិសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សមាជិកក្រុមប្រឹក្សាស្រុកខេត្តទៅសួរនាំហើយស្នើឲ្យមានការយកចិត្តទុកដាក់បើសិនបើមន្ត្រីនៅកន្លែងណាមួយមិនទទួលនៅសំណើឬក៏ស្ដាប់អំពីកង្វល់ក៏ដូចជាការផ្ដល់នៅដំណោះស្រាយឬក៏អនុសាសន៍របស់ប្រជាពលរដ្ឋទេគួរតែទៅជួបបន្តបើឧទាហរណ៍ទៅជួបភូមិសមាជិកភូមិមិនដោះស្រាយឲ្យទៅជួបឃុំមិនដោះស្រាយឲ្យទៅជួបស្រុកមិនដោះស្រាយឲ្យទៅជួបខេត្តមិនដោះស្រាយឲ្យឡើងមកថ្នាក់ជាតិបាទហើយបច្ចុប្បន្ននេះគឺក្រៅពីការទៅជួបផ្ទាល់ហ្នឹងក៏យើងអាចធ្វើការប្រស្រ័យទាក់ទងគ្នាតាមប្រព័ន្ធ digital មានទាំងទូរស័ព្ទមានទាំង Facebook page មានទាំងអីដែរខ្ញុំជឿថាអាជ្ញាធរមូលដ្ឋានយើងមានអាជ្ញាធរខ្លះក៏សកម្មខ្លះហ្នឹងក៏សកកខ្លះប្រជាពលរដ្ឋទៅហ្នឹងមិនលើកទូរស័ព្ទទេខ្លះហ្នឹងគឺប្រជាពលរដ្ឋទៅជួបហ្នឹងបែរទៅជាបញ្ចេញចរិតចងេងចងាងពេលខ្លះមិនបើកចិត្តបើកកាយស្ដាប់បញ្ហារបស់ប្រជាពលរដ្ឋទេប៉ុន្តែទៅជាអាជ្ញាធរខ្លះហ្នឹងដែលគាត់ខូចអាជ្ញាធរមិនល្អហ្នឹងគឺបែរទៅជាបន្ទោសឬក៏និយាយចង់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋដែលជាជនរងគ្រោះទៅវិញហើយប្រជាពលរដ្ឋយើងខ្លះនៅពេលដែលគាត់ជួបប្រទះនឹងបទពិសោធន៍បែបដែលបទពិសោធន៍ដែលអាជ្ញាធរមូលដ្ឋានហ្នឹងមិនយកចិត្តទុកដាក់ស្ដាប់ពីបញ្ហារបស់គាត់ក៏ដូចជាយកចិត្តទុកដាក់ជួយរកមធ្យោបាយដោះស្រាយគាត់អស់សង្ឃឹមចា៎បាទគាត់អស់សង្ឃឹមហើយគាត់អង្គុយអុជទៀនអុជធូបបានព្រះសាពះទេវតាឬក៏ពេលខ្លះទៀតគាត់អង្គុយដាក់ទំនាយក៏មានដែរបាទពីព្រោះអានេះវាជាដំណោះស្រាយចុងក្រោយដែលអាជ្ញាធរមូលដ្ឋានហ្នឹងមិនស្ដាប់មិនយកចិត្តទុកដាក់ដោះស្រាយប៉ុន្តែសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបន្តនិយាយជាមួយនឹងអាជ្ញាធរនៅថ្នាក់បន្ទាប់ទៀតបើសិនជាថ្នាក់ក្រោមមិនយកចិត្តទុកដាក់ជាពិសេសគឺផ្ដល់ព័ត៌មាននឹងឲ្យទៅអ្នកសារព័ត៌មានដើម្បីគេជួយចុះផ្សាយពេលខ្លះអាជ្ញាធរនៅថ្នាក់លើនឹងមើលមិនអស់ទេអាជ្ញាធរថ្នាក់ក្រោមខ្លះនោះគាត់នៅបន្តបិទភ្នែកគាត់នៅបន្តធ្វើដេកលក់មិនជឿឆ្អាលមិនយកចិត្តទុកដាក់ដោះស្រាយមិនបំពេញតួនាទីរបស់ខ្លួនជាអ្នកបម្រើរាជហើយប្រជាពលរដ្ឋយើងពេលខ្លះកុំភ័យថាពេលដែលទៅជួបអាជ្ញាធរនឹងគាត់នឹងខ្លាយទៅជាក្រុមគោលដៅដែលត្រូវបានគេស្អប់ឬក៏ត្រូវបានគេគុំគួនថ្ងៃក្រោយបើសិនបើយើងទៅនិយាយដោយបើកចំហទៅតាក់ទងស្នើសុំអន្តរាគមន៍ឬក៏ដំណោះស្រាយដោយសន្តិវិធីប្រកបដោយសិលធម៌បើសិនបើគេមិនអាជ្ញាធរនៅលំដាប់ណាមួយមិនយកចិត្តទុកដាក់អានោះគឺជាបញ្ហារបស់អាជ្ញាធរមូលដ្ឋានមិនបញ្ហារបស់យើងទេហើយបើសិនជាទៅម្នាក់ឯងមិនមានភាពកក់ក្ដៅទេបបួលគ្នាទៅឲ្យបាន3 4 5នាក់ឬក៏ទៅឲ្យបានកន្លះភូមិទៅខ្ញុំជឿថាអាជ្ញាធរនឹងដុតដៃដុតជើងយកចិត្តទុកដាក់ដោះស្រាយ
និយាយចឹងមិនមែនមានន័យថាខ្ញុំជំរុញឬក៏បញ្ឆេះពលរដ្ឋឲ្យទៅតវ៉ាទាមទារទេប៉ុន្តែជាការពិតគឺនៅក្នុងសង្គមប្រជាធិបតេយ្យសេរីការតវ៉ាទាមទារគឺជារឿងធម្មតាពីព្រោះអានេះជាការសម្ដែងមតិសម្ដែងនៅការពេញចិត្តពេញថ្លើមឬក៏មិនពេញចិត្តរបស់ប្រជាពលរដ្ឋហើយរដ្ឋាភិបាលដែលគ្រប់គ្រងរបបដែលកាន់របបប្រជាធិបតេយ្យសេរីគេចង់ឃើញប្រជាពលរដ្ឋបង្ហាញអំពីការពេញចិត្តឬក៏មិនពេញចិត្តជាសាធារណៈជាជាងនៅងុំដល់ពេលមួយផ្ទុះភឹងទៅជាបដិវត្តទៅជាអីអាហ្នឹងគឺគេអត់ចង់បានអញ្ចឹងទេដូច្នេះហើយនៅក្នុងដំណើរការប្រជាធិបតេយ្យសេរីគឺគេលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនឹងចូលរួមទាំងការបញ្ចេញមតិបង្ហាញពីកង្វល់របស់ខ្លួនដោយបើកចំហដើម្បីឲ្យអាជ្ញាធរទាំងថ្នាក់ក្រោមជាតិទាំងថ្នាក់ជាតិនឹងដឹងថាប្រជាពលរដ្ឋនឹងមានបញ្ហាអីពេញចិត្តឬក៏មិនពេញចិត្តកម្រិតណាហើយគេត្រូវរកវិធីដោះស្រាយដើម្បីកុំឲ្យរឿងតូចនឹងคล้ายទៅជារឿងធំប្រជាពលរដ្ឋប្រមូលផ្ដុំទៅคล้ายទៅជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសបាទចាអរគុណច្រើនលោកប៉ាច័ន្ទរឿនដែលបានបកស្រាយចំពោះសំណួរយ៉ាងក្បោះក្បាយតែម្ដងនេះខ្ញុំក៏សូមអនុញ្ញាតលើកយកសំណួរប្រិយមិត្តរបស់យើងដែលគាត់បានសួរបន្តទៀតណាអាចជូនទៅលោកស្រីសុធីវីតែម្ដងគាត់សួរថាដូចម្ដេចដែលហៅថាសន្តិភាពហើយពាក្យសន្តិភាពមានធាតុផ្សំអ្វីខ្លះសំដៅទៅលើពលរដ្ឋទូទៅឬក៏សន្តិភាពមានសន្តិភាពតែគ្មានសង្គ្រាមតែប៉ុណ្ណោះទេចាអាចជុំទៅសួរប៉ះអ្នកជំនាញចាអរគុណច្រើនខ្ញុំគិតថាពីខាងដើមខ្ញុំបានលើកឡើងខ្លះហើយតើតើនៅសន្តិភាពវាមិនមែនត្រឹមតែអវត្តមាននៃសង្គ្រាមទេប៉ុន្តែយើងពិនិត្យតាមបានទៅលើចំណុចដតីផ្សេងទៀតតកតងទៅនឹងនេះខ្ញុំលើកទៅលើសញ្ញាអីដើម្បីយើងអាចមើលឃើញពីព្រោះនៅពេលដែលយើងនិយាយពីសន្តិភាពយើងគិតថាប្រឆាំងពីសង្គ្រាមចប់ចាប៉ុន្តែវាមិនមែនទេសន្តិភាពគឺភាពស្ងប់សុខបើសិនយើងមើលក្នុងវចនានុក្រមរបស់សម្ដេចសង្ឃជួនណាហ្នឹងភាពស្ងប់សុខអញ្ចឹងសួរថាតើគ្រប់គ្នានៅលើភពផែនដីយើងហ្នឹងមានភាពស្ងប់សុខហើយនៅចាបើយើងមើលទៅសូម្បីប្រទេសជឿនលឿនអភិវឌ្ឍន៍ដទៃផ្សេងទេក៏មិនទាន់មានដែរគ្រាន់ថាកម្រិតនៃសន្តិភាពដែលវិជ្ជមានហ្នឹងវាខ្ពស់អញ្ចឹងធ្វើឲ្យយើងរាប់ថាសន្តិភាពហ្នឹងវិជ្ជមានហ្នឹងច្រើនចាហើយនៅពេលដែលយើងនិយាយអំពីនិយមន័យវិញបើតាមនិយមន័យរបស់អង្គការសហជីវជាតិដែលលើកឡើងនៅក្នុងឆ្នាំ99គឺយើងនិយាយនៅក្នុងនិយមន័យសន្តិភាពហ្នឹងគឺការចូលរួមលើកពីបញ្ហាហើយធ្វើការដោះស្រាយប្រកបដោយសន្តិវិធីដើម្បីឆ្លើយតបទៅនឹងភាពមិនត្រឹមត្រូវនៅក្នុងសង្គមចាអញ្ចឹងនៅក្នុងន័យហ្នឹងគឺចង់ឃើញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការដោះស្រាយទៅលើបញ្ហាដែលកើតមានចាហើយទ្រឹស្ដីមួយទៀតរបស់ខាងលោកយូហាំងហ្គាល់តុងហ្នឹងនៅឆ្នាំ1930ជាងហ្នឹងគឺគាត់លើកឡើងតាក់ទងទៅនឹងដើម្បីឲ្យមានសន្តិភាពគឺត្រូវតែមានយុត្តិធម៌សង្គមចាយុត្តិធម៌សង្គមហ្នឹងគឺមិនមែនតែទៅលើបុគ្គលទេប៉ុន្តែដោះស្រាយទៅលើបញ្ហារចនាសម្ព័ន្ធឬក៏យើងហៅថាហិង្សាបង្កប់នៅក្នុងរចនាសម្ព័ន្ធសង្គមចាអញ្ចឹងហិង្សាបង្កប់ក្នុងរចនាសម្ព័ន្ធសង្គមហ្នឹងវាផ្ដោតទៅលើទាំងវប្បធម៌ប្រពៃណីទាំងការអនុវត្តរបស់រដ្ឋហ្នឹងបានល្អត្រឹមត្រូវនៅតែរចនាសម្ព័ន្ធដែលដាក់មកហ្នឹងវាឆ្លើយតបបំរើដល់ប្រជាពលរដ្ឋអត់ចាអញ្ចឹងនៅក្នុងហិង្សាបង្កប់ក្នុងរចនាសម្ព័ន្ធសង្គមហ្នឹងមានច្រើនមែនតើដែលយើងទាមទាររៀនច្រើនថ្ងៃដែរដើម្បីឲ្យបានយល់ចាហើយអញ្ចឹងនៅក្នុងពេលយើងនិយាយពីសន្តិភាពយើងពិបាកវាស់វែងពីព្រោះបើសិនយើងធ្វើផ្នែកកសិកម្មផ្នែកអីអាហ្នឹងយើងវាស់វែងស្រួលទេ1ហិកតាបានប្រមាណតោនអីចឹងទៅចាប៉ុន្តែនៅក្នុងសន្តិភាពវាវាស់ពិបាកអត់មានអីវាស់ទេប៉ុន្តែយើងអាចកំណត់ទៅលើសញ្ញាអីដែលបង្ហាញពីសន្តិភាពចាអញ្ចឹងខ្ញុំលើកតែ4សញ្ញាមកទេទី1សញ្ញាបង្ហាញសន្តិភាពផ្លូវកាយផ្លូវចិត្តហ្នឹងយើងនិយាយតាក់ទងនឹងសុខភាពជាលក្ខណៈបុគ្គលផ្លូវអារម្មណ៍បុគ្គលឬក៏ការរស់នៅរបស់បុគ្គលហ្នឹងថាតើគាត់រស់នៅប្រកបដោយសុខុមាលភាពល្អនៅសេវាសុខាភិបាលឬក៏សេវាអីហ្នឹងបានផ្ដល់ជូនគាត់ហ្នឹងប្រកបដោយតម្លាភាពការយកចិត្តទុកដាក់ប្រកបដោយស្តង់ដារនៅចាហ
ហើយបើសិនយើងមើលសញ្ញាសន្តិភាពផ្នែកសុខភាពផ្លូវកាយផ្លូវចិត្តនឹងទៀតតកតងទៅនឹងរបបចំណីអាហារការហូបចុកមានញ៉ាំទៅប្រកបដោយសុខភាពល្អទេមានសុវត្ថិភាពសម្រាប់គាត់ទេតកតងទៅនឹងការរស់នៅមានថាការស្លាប់មានកម្រិតទាបប្រជាពលរដ្ឋហ្នឹងគាត់អាយុយូរអត់គាត់អត់សូវឈឺទេប៉ុន្តែគាត់អាយុវែងចាអញ្ចឹងអាហ្នឹងសុទ្ធជាសញ្ញាដែលបង្ហាញតកតងទៅនឹងសន្តិភាពផ្លូវកាយផ្លូវចិត្តរបស់គាត់ផ្លូវអារម្មណ៍របស់គាត់ទៀតចាសុវត្ថិភាពនៅក្នុងការដើរហើរហ្នឹងមានអត់ចាហើយចំណុចទី2ហ្នឹងតកតងទៅនឹងបរិស្ថានចាថាតើធនធានធម្មជាតិដែលមានឬក៏ខ្យល់អាកាសបរិយាកាសដែលមានទាំងអស់ហ្នឹងវាល្អទេធាតុអាកាសល្អទេចាធនធានធម្មជាតិដែលមានហ្នឹងបានចែករំលែកថែរក្សាប្រើប្រាស់ជាលក្ខណៈសហគមន៍ជាប្រយោជន៍ដល់សហគមន៍សមូហភាពដែរទេចាអញ្ចឹងយើងមើលទៅលើផ្នែកបរិស្ថានមួយទៀតតកតងទៅនឹងសន្តិសុខចាសន្តិសុខតកតងទៅនឹងសុវត្ថិភាពនៅក្នុងការរស់នៅក្នុងការដើរហើរទាំងសន្តិសុខជាពិសេសផ្នែកសេដ្ឋកិច្ចតើប្រជាពលរដ្ឋហ្នឹងគាត់មានសន្តិសុខមានស្ថិរភាពផ្នែកសេដ្ឋកិច្ចហើយនៅចាមួយទៀតតកតងទៅនឹងប្រព័ន្ធច្បាប់ចាទី4ហ្នឹងប្រព័ន្ធច្បាប់យើងនិយាយអំពីតើមានច្បាប់ដែលប្រកបដោយតម្លាភាពទេហើយបើមានហើយតើការអនុវត្តច្បាប់ហ្នឹងមានការអនុវត្តត្រឹមត្រូវតាមអ្វីដែលបានចែងទេហើយប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងសង្គមហ្នឹងតើគាត់ពេញចិត្តទៅលើការអនុវត្តច្បាប់ដែលមាននឹងដែរអត់ចាមានការចូលរួមពិនិត្យតាមដានវិយតម្លៃទៅលើការអនុវត្តច្បាប់ហ្នឹងទេចាហើយភាពត្រឹមត្រូវយុត្តិធម៌នៅក្នុងច្បាប់ហ្នឹងផ្ដល់ឲ្យគ្រប់ជនទាំងអស់ដែលនៅក្នុងសង្គមហ្នឹងប្រកបដោយតម្លាភាពដែលអត់សម្រាប់ការអនុវត្តច្បាប់ហ្នឹងភាពត្រឹមត្រូវសម្រាប់អ្នកមានអ្នកក្រឬក៏អ្នកមានអំណាចឬក៏អ្នកទុនខ្សោយអីហ្នឹងចាអញ្ចឹង4ចំណុចហ្នឹងដែលយើងអាចមើលជាសញ្ញាដែលយើងអាចមើលថាប្រទេសយើងវាស់វែងថាតើប្រទេសជាតិយើងមានសន្តិភាពកម្រិតណាចាអញ្ចឹងយើងអាចមើលតាមហ្នឹងហើយយើងដាក់បន្ទុកដោយខ្លួនឯងបានចាអរគុណច្រើនខ្ញុំចង់ថែមមួយម៉ាត់តាមពិតទៅថ្ងៃហ្នឹងយើងចែកដនដែរដោយសារតែថ្ងៃទី16ឧសភាហ្នឹងគឺជាទិវាអន្តរជាតិនៃការរស់នៅជាមួយគ្នាប្រកបដោយសន្តិភាពរបស់អង្គការសហប្រជាជាតិហ្នឹងណាដែលគេមើលឃើញថាសន្តិភាពហ្នឹងមិនមែនជាអវត្តមាននៃសង្គ្រាមឬក៏ទំនាស់ទេប៉ុន្តែវាគឺជាដំណើរការដែលទាមទារឲ្យមានការចូលរួមគ្រប់គ្នាតាមពិតទៅគ្មានសង្គមណាដែលអត់ទំនាស់ទេគាត់ថាតូចតិចឬក៏ច្រើនប៉ុន្តែសំខាន់គឺពេលមានការទាស់គ្នាឲ្យគេចេះដោះស្រាយដោយសន្តិភាពគេចេះដោះស្រាយជាមួយគ្នាដោយអហិង្សាគេចេះដោះស្រាយដោយវិជ្ជមានបើទំនាស់ខ្លះធ្វើឲ្យយើងរីចម្រើនមិនមែនគ្រប់តែទំនាស់ទាំងអស់សុទ្ធតែធ្វើឲ្យយើងអន្តរាយទេបាទក៏ចង់ជូនប៉ុណ្ណឹងបាទចាអរគុណច្រើនលោកប៉ាចម្រើនដែលបានចូលរួមឆ្លើយសំណួរប្រិមត្តដែលគាត់បានចោទជាសំណួរនេះខ្ញុំក៏ចង់សួរទៅលោកប៉ាចម្រើនបន្ថែមទៀតដែរពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍អំពីការយល់ដឹងអំពីសង្គមដែលមានប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរបស់រដ្ឋហ្នឹងតើវាមានសារៈសំខាន់អ្វីខ្លះដែរចាបាទតាមពិតទៅដើម្បីឲ្យដំណើរការប្រជាធិបតេយ្យប្រព្រឹត្តទៅល្អវាទាល់តែយើងដឹងពីរបៀបធ្វើឲ្យប្រជាធិបតេយ្យហ្នឹងវាទៅមុខមានដំណើរការល្អទាំងរាជទាំងមន្ត្រីរដ្ឋរបស់យើងដូច្នេះហើយការយល់ដឹងអំពីទី1ប្រជាពលរដ្ឋត្រូវយល់ដឹងអំពីសិទ្ធិនិងកណន័យកិច្ចរបស់ខ្លួនគាត់អាចយល់ដឹងតាមវិធីសាស្ត្រណាខ្លះជាទូទៅនៅក្នុងសង្គមគេបណ្ដុះចំណេះដឹងអំពីពលរដ្ឋវិជាមានន័យថាគឺជាមេរៀនមួយដែលបង្រៀនថាតើជាពលរដ្ឋនឹងត្រូវធ្វើអីប្រជាពលរដ្ឋនឹងជានរណាប្រជាពលរដ្ឋនឹងត្រូវធ្វើបែបម៉េចដើម្បីធ្វើឲ្យសង្គមនឹងវាប្រព្រឹត្តទៅដំណើរការប្រជាធិបតេយ្យនឹងប្រព្រឹត្តទៅល្អអញ្ចឹងពលរដ្ឋវិជានេះគឺជាមេរៀនស្នូលមួយដើម្បីឲ្យមនុស្សធំធាត់ឡើងខ្លាយទៅជាពលរដ្ឋល្អយើងតែងតែនាំគ្នានិយាយថាកូនល្អសិស្សល្អពលរដ្ឋល្អប៉ុន្តែបើសិនតែយើងមិននាំគ្នាជំរុញនិងលើកកម្ពស់ការអប់រំពលរដ្ឋវិជ្ជានៅក្នុង
ដែលទាំងនៅក្នុងប្រព័ន្ធអប់រំទាំងនៅក្នុងសង្គមទូទៅទេប្រជាពលរដ្ឋយើងធំឡើងធំតែមៀតពេលខ្លះទៅកុំបន្ទោសគាត់នៅពេលដែលប្រជាពលរដ្ឋបញ្ចេញមតិទៅរៀងចងេងចងាងឬក៏ខ្វះសិលធម៌និយាយជាមួយអាជ្ញាធរអត់ដឹងទៀបខ្ពស់ឬក៏អត់ដឹងការប្រើប្រាស់ពាក្យឬក៏មិនដឹងថាណាប្រជាអាជ្ញាធរណាត្រូវធ្វើអីដោយសារតែប្រជាពលរដ្ឋយើងខ្លះនឹងគាត់អត់ដឹងមែនបាទដូច្នេះពលរដ្ឋវិជានេះគឺជាមូលដ្ឋានគ្រឹះដើម្បីឲ្យប្រជាពលរដ្ឋរៀនស្គាល់តែខ្លួនឯងនឹងជាណាហើយត្រូវធ្វើអីទី2ការយល់ដឹងអំពីសិទ្ធិនិងច្បាប់របស់មន្ត្រីរាជការយើងគឺជារឿងចាំបាច់មន្ត្រីយើងត្រូវតែដឹងថានេះគឺជាច្បាប់ដែលខ្លួនឯងជាអ្នកអនុវត្តច្បាប់នឹងត្រូវតែយកទៅដូចជាឧបករណ៍មួយច្បាប់គឺជាឧបករណ៍សម្រាប់ឲ្យមន្ត្រីនឹងយកទៅប្រើហើយដើម្បីអនុវត្តច្បាប់នឹងបានល្អតើតើមន្ត្រីយើងនឹងដឹងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋសិទ្ធិរបស់កាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអាជ្ញាធរមិនទៅធ្វើតាមអំពើចិត្តឬក៏ធ្វើនៅក្រោមការចង្អុលបង្ហាញរបស់មន្ត្រីឬក៏ថ្នាក់លើរបស់ខ្លួនណាមួយទេបាទនៅក្នុងសង្គមប្រជាធិបតេយ្យជឿនលឿនប្រទេសជឿនលឿនគឺមន្ត្រីគេធ្វើតាមច្បាប់មន្ត្រីគេធ្វើការតាមនយោបាយគោលនយោបាយមន្ត្រីគេធ្វើតាមផែនការដែលស្ថាប័នគេដាក់ចុះដូច្នេះហើយពេលដែលមេផ្លិចចង្អុលបង្ហាញក៏មន្ត្រីនៅតែធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពដែរបាទចាលោកស្រីសុធាវីមានអ្វីបន្ថែមលើចំណុចនេះទេតាចាអរគុណដើម្បីឲ្យសង្គមមួយមានភាពប្រសើរឡើងនៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យហ្នឹងទីមួយយើងត្រូវពង្រឹងទៅលើសិទ្ធិចូលរួមផ្នែកនយោបាយសិទ្ធិសេរីភាពនៅក្នុងការចូលរួមផ្នែកនយោបាយដើម្បីឲ្យគ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងសង្គមហ្នឹងគាត់អាចចូលរួមប្រកបដោយភាពសកម្មតាមវិស័យនយោបាយដែលគាត់ត្រូវមើលឃើញថាតើវាអសកម្មចំណុចណាហើយគាត់បំពេញឆ្លើយតបទៅលើភាពអសកម្មហ្នឹងអញ្ចឹងកាលណាមានការពង្រឹងទៅលើសិទ្ធិសេរីភាពបើកលំហសេរីភាពនៅក្នុងការធ្វើនយោបាយឲ្យបានទូលំទូលាយអញ្ចឹងនាំឲ្យបង្ហាញពីលទ្ធិប្រជាធិបតេយ្យមួយទៀតតកតងទៅនឹងការពង្រឹងនៅសេរីភាពក្នុងការតកតងទៅនឹងការចូលរួមរបស់វិស័យសារព័ត៌មានចាអ្នកសារព័ត៌មានជាអ្នកពំនាំជាអ្នកលើកឡើងពីបញ្ហាតថភាពសង្គមភាពមិនត្រឹមត្រូវដែលអសកម្មច្រើនអញ្ចឹងកាលណាយើងបើកលំហសេរីភាពពង្រឹងនៅលទ្ធិប្រជាធិបតេយ្យផ្នែកវិស័យសារព័ត៌មានឬក៏ប្រព័ន្ធផ្សព្វផ្សាយហ្នឹងអញ្ចឹងធ្វើឲ្យបង្ហាញពីភាពប្រសើរឡើងអញ្ចឹងកាលណាអ្នកសារព័ត៌មានអាចលើកឡើងពីអ្វីដែលជាភាពអសកម្មក្នុងប្រទេសហ្នឹងហើយអ្នកដែលមានកាតព្វកិច្ចនៅក្នុងរដ្ឋហ្នឹងគាត់ធ្វើការឆ្លើយតបអញ្ចឹងវាបង្ហាញអំពីភាពប្រសើរឡើងនៅក្នុងសង្គមហ្នឹងថាជាសង្គមដែលមានប្រជាធិបតេយ្យមួយទៀតតើដល់នឹងការចូលរួមពង្រឹងការចូលរួមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋលើកឡើងអំពីភាពមិនប្រក្រតីនៅក្នុងប្រទេសជាតិឬក៏តំបន់របស់គាត់ហ្នឹងអញ្ចឹងការចូលរួមរបស់ប្រជាពលរដ្ឋសំខាន់នៅក្នុងការដែលគាត់លើកឡើងអំពីបញ្ហាជាកង្វល់ហើយឲ្យមានការឆ្លើយតបអញ្ចឹងកាលណាគាត់លើកឡើងហើយមានការឆ្លើយតបអញ្ចឹងបញ្ហាត្រូវបានដោះស្រាយប្រទេសជាតិហ្នឹងវាបង្ហាញពីលទ្ធិប្រជាធិបតេយ្យភាពប្រសើរឡើងនៅក្នុងលទ្ធិប្រជាធិបតេយ្យចំណុចមួយទៀតតកតងទៅនឹងឯករាជ្យភាពនៅក្នុងវិស័យយុត្តិធម៌ចាប្រព័ន្ធតុលាការវិស័យយុត្តិធម៌ហ្នឹងតើការកាត់ក្តីឬជំនុំជម្រះអីផ្សេងៗហ្នឹងផ្ដល់ភាពយុត្តិធម៌ត្រឹមត្រូវជូនដល់អ្នកដែលគាត់រងគ្រោះប្រកាសអត់ដែរឬអត់ចាហើយចំណុចចុងក្រោយហ្នឹងតកតងទៅនឹងការតស៊ូមតិជារួមទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិអញ្ចឹងកាលណាមានការតស៊ូមតិមានការលើកឡើងទាំងក្នុងថ្នាក់ជាតិទាំងក្នុងថ្នាក់អន្តរជាតិផ្សេងអញ្ចឹងវាបង្ហាញអំពីភាពប្រសើរឡើងនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗហ្នឹងកាលណាមានការរដ្ឋបិទនៅក្នុងប្រទេសមានការរដ្ឋបិទនៅក្នុងការបញ្ចេញសលេងទៅក្រៅស្រុកអីហ្នឹងចាហ្នឹងវាអត់បង្ហាញអំពីភាពប្រសើរឡើងនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសប៉ុន្តែនៅពេលដែលសេរីភាពនៅក្នុងការតស៊ូមតិទាំងក្នុងប្រទេសនិងក្រៅប្រទេសអញ្ចឹងវា
បង្ហាញពីភាពប្រសើរឡើងនៅក្នុងលទ្ធិប្រជាធិបតេយ្យអញ្ចឹងចំណុចទាំងអស់ហ្នឹងខ្ញុំគិតថាវាលោកស្រីសុធារីយើងឃើញថាដោយសារតែពេលវេលាយើងហ្នឹងក៏ដល់មកទីបញ្ចប់ផងដែរអញ្ចឹងនាងខ្ញុំនៅសល់សំណួរច្រើនមែនទែនដែលត្រូវសួរវាគ្មិនយើងទាំងពីររូបនៅថ្ងៃនេះដោយសារតែពេលវេលាយើងខ្លីហើយការបកស្រាយហ្នឹងក៏មិនទាន់ជាអស់ខ្លឹមសារយើងនឹងជជែកគ្នានៅសប្តាហ៍ក្រោយបន្ថែមទៀតទៅលើប្រធានបទផ្សេងៗទៀតផងដែរអញ្ចឹងគណៈពេលនេះដោយសារតែពេលវេលាយើងមកដល់ទីបញ្ចប់ទៅហើយនាងខ្ញុំរួមទាំងវាគ្មិនដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះក៏សូមគោរពជម្រាបលាប្រិយមិត្តទាំងអស់គ្នាហើយបើសិនបើមានរាល់កំហុសខុសឆ្គងក្នុងការប្រើពាក្យពេចន៍ឬក៏ខ្លឹមសារដែលខុសបច្ចេកទេសត្រង់ចំណុចមួយណានោះក៏សូមខន្តីអភ័យទោសផងដែរចា៎កម្មវិធីនេះមានផ្សាយឡើងវិញនៅរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងថ្ងៃច័ន្ទតាមរយៈវិទ្យុរាជធានីភ្នំពេញ FM 103 វិទ្យុ Sweet FM 93.25 នៅខេត្តកំពតហើយលោកអ្នកនាងអាចចូលទស្សនាវីដេអូឡើងវិញតាមរយៈទំព័រ Facebook Cambodian Center for Human Rights និង Channel YouTube CCHR Cambodia ឬសំឡេងតាមរយៈ website cchrcambodia.org និង cchrcambodia.podbean.com របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដោយមេត្រីសូមអរគុណ